ស្រីរតនាជាប្រធានផ្នែកទីផ្សារតជាផ្នែកហ្នឹងដោយសារខ្ញុំយល់ថាការងារផ្នែកហ្នឹងគឺយើងទទួលបានចំណេះដឹងទូលំទូលាយមួយនឹងការប្រជុំធំផុតក្នុងអាជីពហ្នឹងគឺពាក់ព័ន្ធជាមួយនឹងការងារហ្នឹងពីទូទៅគេនិយាយថាការងារផ្នែកទីផ្សារនេះជាការងាររបស់មនុស្សផងហើយការងារនេះជាទូទៅយើងធ្វើសៅរ៍អាទិត្យជាមួយនឹងម៉ោងពេលល្ងាចពេលអញ្ចឹងវាប៉ះពាល់ជាមួយនឹងជីវិតផ្ទាល់ខ្លួនដែរប៉ុន្តែខ្ញុំព្យាយាមbalance វាដើម្បីឲ្យខ្ញុំមានទាំងការងារខ្ញុំមានទាំងពេលវេលាផ្ទាល់ខ្លួនចំពោះស្ត្រីខ្ញុំចង់ឲ្យមានការផ្លាស់ប្ដូរមួយដ៏ធំដែលមានអ្នកដឹកនាំជាស្ត្រីមានចំនួនច្រើននៅតាមក្រុមហ៊ុនក៏ដូចជាស្ថាប័នផ្សេងទៀតមួយទៀតខ្ញុំចង់ឲ្យស្ត្រីរបស់យើងមានភាពរឹងមាំនៅក្នុងជីវិតដែលយើងត្រូវធ្វើខ្ញុំគិតថាស្ត្រីទាំងអស់សុទ្ធតែមានឱកាសអញ្ចឹងយើងត្រូវមានចក្ខុវិស័យវែងឆ្ងាយមានគោលបំណងមិនថាមានគោលនៅក្នុងជីវិតរបស់យើងទាំងការធ្វើការងារនិងការធ្វើការងារនិងជីវិតផ្ទាល់ខ្លួនរបស់យើង